ចាថ្ងៃនឹងទៅផ្សារក៏នឹកឃើញគេលក់ចង្រិតពុកម៉ែបងប្អូនក៏នឹកឃើញថាអូគ្មានអីធ្វើម្ហូបទេក៏ទិញចង្រិតមកធ្វើម្ហូបត្មងទៅពុកម៉ែបងប្អូនទិញចង្រិតចំនួនកន្លះគីឡូពុកម៉ែបងប្អូនកន្លះគីឡូខាងខ្ញុំឯនេះកន្លះគីឡូ6000ណាពុកម៉ែបងប្អូន1គីឡូ12000ចំណែកធ្វើចង្រិតហូបខ្ញុំលីងឲ្យខាតទឹកសិនពុកម៉ែបងប្អូនចាំសុំដាក់ខ្លាញ់ហើយនឹងរ៉ូឌីចេញស្ករតាមក្រោយបងប្អូនចាប់ផ្ដើមលីងខាហើយខ្លាញ់ខ្ញុំបងប្អូនខ្ញុំក៏ចាប់ផ្ដើមចាក់នឹងរ៉ូឌីមួយកញ្ចប់កន្លះគីឡូខ្ញុំចង្រិតកន្លះគីឡូខ្ញុំប្រើរ៉ូឌីមួយកញ្ចប់អាមួយកញ្ចប់500បងប្អូនចាក់មួយកញ្ចប់ឲ្យអស់មកប្រៃសាបគង់តែដឹងគ្នាទេចាំមើលតែហូបមិនដឹងបងប្អូនហើយនេះអូយចង្រិតអីចង្រិតបញ្ចូលសលេងបន្តើខ្ញុំឃ្លានចង្រិតបណ្ដើបន្ទាប់មកខ្ញុំចាក់ជាមួយស្ករបន្តិចមកបងប្អូនខ្ញុំហូបរៀងស្កររៀងដិតផ្អែមបន្តិចណាបងប្អូនក៏ចាប់ដើមដាក់ច្រើនបន្តិចទៅបងប្អូនមកចូលចិត្តបណ្ណាចំណងចំណូលពុកម៉ែបងប្អូនខុសគ្នាចំណែកខ្ញុំជួយចិត្តរៀងផ្អែមបន្តិចដាក់ស្កររៀងច្រើនបន្តិចមកបងប្អូនហើយចង្រិតខ្ញុំអត់មានគ្រឿងក្រើអីច្រើនទេបងប្អូនវីដេអូខ្ញុំឆ្អិនស្រាច់ហើយខ្ញុំថតកាត់ទេបងប្អូនសូមអភ័យទោសពុកម៉ែបងប្អូនដែលថតកាត់ជម្រាប